រទស្សនិកជនទីមេត្រីសម្រាប់ព័ត៌មានជាបន្តគឺយើងងាកចេញពីការប្រឡងបាក់ឌុបបន្តិចណាតេតងជាមួយនឹងខាងធនាគារ Maybank គឺចូលរួមជាមួយនឹងការលើកកម្ពស់ស្ត្រីតាមរយៈការបណ្ដុះបណ្ដាលជំនាញតម្បាញសូត្រដើម្បីចូលរួមជាមួយនឹងកិច្ចការងារសង្គមធនាគារ Maybank នៃកម្ពុជាបានរៀបចំកម្មវិធីមួយនៅពេលថ្មីនេះដើម្បីលើកកម្ពស់ស្ត្រីនិងតម្បាញនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតម្បាញសូត្ររបស់ធនាគារ Maybank ដែលទើបសាងសង់រួចនិងដាក់ឲ្យដំណើរការដែលមានទីតាំងស្ថិតនៅឃុំស្លាស្រុកសំរោងយ៉ងខេត្តតាកែវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតម្បាញសូត្រនេះឧបត្ថម្ភគាំទ្រដោយមូលនិធិធនាគារ Maybank សហការជាមួយមូលនិធិសូត្រពណ៌របស់អង្គការសូត្រពណ៌ក្នុងព្រឹត្តិការណ៍នេះគេសង្កេតឃើញមានអ្នកចូលរួមបានជួយដាំដើមមនរួមនឹងសកម្មភាពផ្សេងមួយចំនួនទៀតដូចជាបទបង្ហាញពីកលឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដល់អ្នកចូលរួមនិងកសិករនៅទីនោះបានឲ្យដឹងព្រមទាំងបង្ហាញពីរបៀបអនាម័យក្នុងការរស់នៅប្រចាំថ្ងៃដល់កុមារផងដែរនៅក្នុងថ្ងៃជាមួយគ្នានោះបុគ្គលិកធនាគារ Maybank ប្រមាណ 720,000 នាក់នៅទូទាំងពិភពលោកក៏បានប្រារព្ធទិវាទំនួលខុសត្រូវកិច្ចការសង្គមជាសកលលើកទី 7ដោយមានការចូលរួមដោយផ្ទាល់ពីសហគមន៍តាមរយៈគំនិតផ្ដួចផ្ដើមកិច្ចការសង្គមផ្សេងតាមតំបន់ក្នុងទិសដៅរបស់ខ្លួនផងដែរលោកស្រីស៊ីនស៊ីលាវនាយិកាប្រតិបត្តិធនាគារ Maybank កម្ពុជាបានដឹងថាគោលដៅសំខាន់របស់ Maybank គឺការលើកកម្ពស់និងបណ្ដុះបណ្ដាលស្ត្រីកម្ពុជាដែលមានទេពកោសល្យជាមួយនឹងជំនាញតម្បាញសូត្រក៏ដូចជាគាំទ្រដល់កម្មវិធីសូត្រក្នុងការជួយកសិករឲ្យផលិតសូត្រមាសកម្ពុជាប្រកបដោយគុណភាពលោកស្រីបានលើកឡើងទៀតថាកម្មវិធីលើកកម្ពស់ស្ត្រីនិងតម្បាញនេះមានទិសដៅចម្បងក្នុងការលើកកម្ពស់ដល់វិស័យតម្បាញប្រពៃណីជាសកលដើម្បីឲ្យមាននិរន្តរភាពព្រមទាំងបង្កើតឱកាសសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលឯករាជ្យក្នុងតំបន់និងហិរញ្ញវត្ថុអ្នកតម្បាញទូទាំងតំបន់ផងដែរអញ្ជើញចូលរួមនៅក្នុងកម្មវិធីនោះលោកជំទាវអឹងកុនថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគាំទ្រចំពោះធនាគារ Maybank ក្នុងកិច្ចការងារជួយដល់សង្គមកម្ពុជាជាពិសេសគឺការផ្ដល់ភាពអង្អាចជូនដល់សហគមន៍តាមរយៈស្ត្រីនិងការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារពួកគេលោកជំទាវក៏បានលើកឡើងពីទូនីតិរបស់វិស័យឯកជននិងទូនីតិរបស់វិស័យសាធារណៈឲ្យបានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ធនាគារ Maybank ជាពិសេសក្នុងការទទួលខុសត្រូវចំពោះមុខសហគមន៍ដើម្បីបំផុសស្មារតីក្នុងការជួយសង្គមលោកជំទាវបានស្រង់សម្ដីសេដ្ឋីមួយរូបក្នុងពិភពលោកគឺលោក Bill Gates ដែលមានអត្ថន័យថាក្រុមហ៊ុនទទួលផលពីសង្គមដូច្នេះក្រុមហ៊ុនត្រូវផ្ដល់ផលប្រយោជន៍ទៅសង្គមវិញជាមួយនឹងសម្រងសម្ដីនេះលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏បានសំណូមពរដល់ក្រុមហ៊ុនដទៃទៀតក្នុងវិស័យឯកជនគួរយកគំរូតាមធនាគារ Maybank ដើម្បីជួយដល់សង្គមវិញព្រោះក្រុមហ៊ុនមួយចំនួនទទួលផលប្រយោជន៍ពីសង្គមតាមរយៈពាណិជ្ជកម្មផ្សេងៗដូច្នេះក្រុមហ៊ុនគួរផ្ដល់ផលប្រយោជន៍មួយភាគដល់សង្គមវិញផងដែរ